តើបងប្អូនស្គាល់ព្រះអង្គម្ចាស់យុគគន្ធរដែរឬទេតើព្រះអង្គម្ចាស់យុគគន្ធរគឺជានរណានេះជារូបសំណាករបស់ព្រះអង្គម្ចាស់យុគគន្ធរដែលទើបតែដំឡើងថ្មីដែលបានតម្កល់ទុកនៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈស្នាដៃនេះត្រូវបានដំឡើងនៅក្នុងថ្ងៃទី15ខែកញ្ញាឆ្នាំ2025ជាស្នាដៃរបស់និស្សិតរាសីកុលវត្តជានិស្សិតថ្នាក់បរិញ្ញាបត្រចំនួនទី31នៃមហាវិទ្យាល័យសិល្បៈសួនរូបស្នាដៃនេះដឹកនាំដោយសាស្ត្រាចារ្យទួតប៊ុនឈៀងមុននឹងចូលដល់ប្រវត្តិលម្អិតរបស់ព្រះអង្គម្ចាស់យុគគន្ធរយើងងាកមកចាប់អារម្មណ៍សិនតើបច្ចុប្បន្ននេះមានទីតាំងអគារសាធារណៈណាខ្លះដែលបានប្រើប្រាស់ព្រះនាមរបស់ព្រះអង្គម្ចាស់យុគគន្ធរទីតាំងទី1វិទ្យាល័យព្រះយុគគន្ធរមានទីតាំងស្ថិតនៅរាជធានីភ្នំពេញនៅលើបណ្ដោយមហាវិថីព្រះមុនីវង្សកែងជាមួយនឹងមហាវិថីព្រះសីហនុទល់មុខជាមួយនឹងអគារសំណង់42ជាន់ក្នុងសង្កាត់បឹងប្រលិតខណ្ឌចំការមនរាជធានីភ្នំពេញដូច្នេះវិទ្យាល័យនេះមានឈ្មោះថាវិទ្យាល័យព្រះយុគគន្ធរដែលបានប្រើប្រាស់ព្រះនាមរបស់ព្រះអង្គម្ចាស់នរោត្តមអរុណយុគគន្ធរទីតាំងទី2ផ្លូវព្រះអង្គយុគគន្ធរឬហៅថាផ្លូវលេខ19ផ្លូវនេះសណ្ដូកស្របជាមួយនឹងមហាវិថីព្រះនរោត្តមដែលមានចំណុចចាប់ផ្ដើមចេញពីវត្តភ្នំខាងមុខអគារអគ្គិសនីកម្ពុជាបន្តរហូតមកដល់សួនច្បារវិមានឯករាជ្យក្បែរជាមួយនឹងស្ទូបរូបសំណាកសម្ដេចតាព្រះបរមកោដ្ឋនរោត្តមសីហនុព្រះអង្គយុគគន្ធរមានព្រះនាមពេញថាព្រះអង្គម្ចាស់នរោត្តមអរុណយុគគន្ធរនៅខាងក្រោមរូបសំណាករបស់ព្រះអង្គដែលជាស្នាដៃរបស់និស្សិតរាសីកុលវត្តបានភ្ជាប់ជាមួយនឹងសំណេរថាព្រះអង្គម្ចាស់នរោត្តមអរុណយុគគន្ធរឧត្តមកតេដ៏មោះមុតដល់ដង្ហើមចុងក្រោយរួចភ្ជាប់ជាមួយនឹងបន្ទូលរបស់ព្រះអង្គថាខ្ញុំជាមនុស្សក្បាលរឹងម្នាក់ដូចថ្មម៉ាបអញ្ចឹងជាមិត្តដែលគួរឲ្យទុកចិត្តម្នាក់និងជាសត្រូវដ៏គួរឲ្យព្រឺខ្លាចម្នាក់ហេតុអ្វីបានជាព្រះអង្គម្ចាស់យុគគន្ធរមានបន្ទូលដូច្នេះតើព្រះអង្គមានប្រវត្តិដូចម្ដេចព្រះអង្គម្ចាស់យុគគន្ធរគឺជាបុត្រច្បងរបស់ព្រះបាទនរោត្តមក្នុងចំណោមបុត្រទាំង6របស់ព្រះអង្គមានមេដាព្រះនាមថាព្រះនាងចៅផល្លាទេវីសុតចន្ទ្រាពស់ក្នុងរជ្ជកាលដែលព្រះបាទនរោត្តមទ្រង់សោយរាជ្យគ្រប់គ្រងក្រុងកម្ពុជាព្រះអង្គម្ចាស់យុគគន្ធរមានតំណែងជាព្រះរាជទាយាទព្រះអង្គបានប្រសូតនៅក្នុងឆ្នាំ1860និងបានចូលទីវង្គតនៅថ្ងៃទី27ខែមិថុនាឆ្នាំ1934ក្នុងព្រះជន្ម74ព្រះវស្សាឃ្លាដែលលើកឡើងថាព្រះអង្គគឺជាមនុស្សក្បាលរឹងតាក់ទងជាមួយនឹងសកម្មភាពនៃការប្តឹងផ្តល់របស់ព្រះអង្គនៅទីក្រុងប៉ារីសប្រឆាំងជាមួយនឹងអំពើគៀបសង្កត់របស់អាណានិគមបារាំងមកលើកម្ពុជានៅក្នុងឆ្នាំ1900ក្នុងឋានៈតំណាងឲ្យព្រះមហាក្សត្រខ្មែរព្រះអង្គយុគគន្ធររួមជាមួយនឹងប្រតិភូចំនួន6រូបផ្សេងទៀតដែលមានអនុជរបស់ព្រះអង្គមួយរូបផងដែរបានធ្វើដំណើរតាមកប៉ាល់ឆ្ពោះទៅកាន់ប្រទេសបារាំងដើម្បីចូលរួមក្នុងពិធីតាំងពិព័រណ៍ពិភពលោកដែលរៀបចំដោយប្រទេសបារាំងនៅទីក្រុងប៉ារីសនៅទីនោះព្រះអង្គបានធ្វើសកម្មភាពប្រឆាំងតវ៉ាដោយប្តឹងផ្តល់ទៅកាន់រដ្ឋការបារាំងអំពីអំពើជិះជាន់នៃអាណានិគមបារាំងមកលើកម្ពុជាការហ៊ានបញ្ចេញសកម្មភាពប្រឆាំងជាមួយនឹងបារាំងជាពិសេសនៅលើទឹកដីរបស់ប្រទេសបារាំងទៀតផងធ្វើឲ្យពួកអាណានិគមដែលមានវត្តមាននៅក្នុងកម្ពុជាមានការខឹងសម្បារនឹងព្រះអង្គម្ចាស់នរោត្តមអរុណយុគគន្ធរជាខ្លាំងពួកបារាំងបានធ្វើការសើចចំអកដៀលថ្មេះជាមួយនឹងកម្ពស់រូបរាងខាងក្រៅរបស់ព្រះអង្គម្ចាស់យុគគន្ធរហើយថែមទាំងបញ្ចុះបញ្ចូលពួកមន្ត្រីខ្មែរដែលលុបលន់លុយកាក់បនស័កនិងញៀនអំណាចឲ្យស្អប់ព្រះអង្គទៀតផងដោយការខឹងសម្បារពួកបារាំងនៅស្រុកខ្មែរទាមទារឲ្យព្រះអង្គធ្វើការសុំទោសជាសាធារណៈថែមទាំងមានវិធានការដាក់ទោសដ៏ធ្ងន់ធ្ងរដល់ព្រះអង្គដែលមានបំណងចង់ធ្វើឃាតព្រះអង្គទៀតផងតបជាមួយនឹងវិធានការរបស់បារាំងព្រះអង្គម្ចាស់យុគគន្ធរពុំបានកោតញញើតថែមទាំងពុំបានសុំទោសបារាំងម្ដងណាឡើយដោយឃើញភាពរឹងរូសរបស់ព្រះអង្គម្ចាស់យុគគន្ធរហ៊ានប្រឆាំងជាមួយនឹងបារាំងបានធ្វើការកាត់ទោសនិរទេសព្រះអង្គចេញពីប្រទេសកម្ពុជានៅក្នុងឆ្នាំ1904
ដែលជាឆ្នាំបញ្ចប់នៅជីវិតនយោបាយរបស់ព្រះអង្គដែលបានចាប់ផ្ដើមតាំងពីឆ្នាំ 1889 រហូតដល់ឆ្នាំ 1904 ក្រោយការនិរទេសរបស់បារាំងព្រះអង្គម្ចាស់នរោត្តមអរុណយុគន្ធរបានធ្វើដំណើរចេញទៅប្រទេសសិង្ហបុរីនៅទីនោះរហូតដល់ឆ្នាំ 1913 ព្រះអង្គបានធ្វើដំណើរមករស់នៅទីក្រុងបាងកកប្រទេសសៀមហើយបានសុគតនៅទីនោះនៅថ្ងៃទី 27 ខែមិថុនាឆ្នាំ 1934 ក្នុងព្រះជន្ម74 ព្រះវស្សានេះគឺជាដំណើររឿងរ៉ាវដើមទងរបស់ព្រះអង្គម្ចាស់នរោត្តមអរុណយុគន្ធរដែលហ៊ានធ្វើសកម្មភាពប្រឆាំងតវ៉ាប្តឹងផ្តល់បារាំងធ្វើឲ្យបារាំងមានការខឹងសម្បារយ៉ាងខ្លាំងរហូតដល់និរទេសព្រះអង្គចេញពីប្រទេសកម្ពុជា